គ្នាយើងណាខ្លះតម្រៀបរូបចូលទៅក្នុង Word របៀបនេះដោយសារតែរូបដែលយើងត្រូវយកមកប្រើនោះវាមានទំហំផ្សេងៗគ្នាជួនកាលរូបវានៅជាទម្រង់ផ្ដេកខ្លះជាទម្រង់បញ្ចូលអញ្ចឹងក្នុងការទាញរូបយកមកដាក់មួយបែបនេះវាត្រូវចំណាយពេលច្រើនក្នុងការកែទំហំហើយនឹងក្របរូបម្ដងមួយហើយលើសពីហ្នឹងរូបដែលយើងក្របហើយយើងចាស់ទំហំហើយហ្នឹងវាมันមានទំហំប៉ុនគ្នាស្អាតអញ្ចឹងអាហ្នឹងខ្ញុំនឹងមកចែករំលែកពីវិធីធ្វើយ៉ាងណាយើង import រូបចូលទៅក្នុង Word ឲ្យតម្រៀបវាបានលឿនស្អាតនិងមានរបៀបជាធម្មតាបើសិនជាខ្ញុំចង់តម្រៀបរូបទៅក្នុង Word ហ្នឹងខ្ញុំគិតមុនសិនថាទៅដាក់ប្រមាណជួរប្រមាណកលឹមហ្នឹងណាអញ្ចឹងខ្ញុំជាធម្មតាខ្ញុំបង្កើតជា table យកមកដើម្បីយើងរៀបទៅវាមានគេថាវាមាន arrangement ស្អាតអញ្ចឹងណាចឹងបង្កើត table ហ្នឹងហើយយើងបង្កើតប្រមាណ row ក៏បានដែរអត់អីទេប៉ុន្តែបើយើងដឹងរូបយើងថាត្រូវដាក់ប្រមាណ row ហើយយើងបង្កើតប៉ុណ្ណឹង row ចឹងទៅអញ្ចឹងបើខ្ញុំបង្កើតខ្ញុំយកត្រឹមតែ 4x4 ចាស់ខ្ញុំលុបពី row ចោលអូខេហើយខ្ញុំទៅ adjust ទំហំវាអញ្ចឹងយើងទៅឡើងខ្ពស់វាតិចមកអូខេហើយយើង import រូបដែលយើងចង់ដាក់ចូលទៅយើងចង់ដាក់រូបនេះដាក់អញ្ចឹងមកហើយយើងក្របវារួមមកល្មមដែលយើងចង់បានហើយយើងក្របទៅតាមទំហំដែលយើងចង់បានដែរបើតើខ្ញុំចង់បានវាយើងការ៉េដែរមកអូខេប៉ុណ្ណឹងហើយខ្ញុំ adjust ដាក់ឲ្យវាមក line មកកណ្ដាលបន្តមកទៀតបើសិនជាយើង copy រូបម្ដងមួយចូលទៅកាន់ cell នីមួយៗនៃ table ហ្នឹងវាទាមទារឲ្យយើងទៅចំណាយពេលយូរក្នុងការក្របហើយនឹងទាញពង្រីកពង្រួមរូបហ្នឹងអញ្ចឹងណាព្រោះរូបជាធម្មតារូបខ្លះវាទំហំវាការ៉េអញ្ចឹងទៅខ្លះបញ្ចូលខ្លះផ្ដេកអញ្ចឹងទៅអញ្ចឹងដើម្បីលឿនងាយស្រួលគឺខ្ញុំយើងយក size នេះជា size standard អញ្ចឹងទៅយើង copy រូបមួយហ្នឹងចូលទៅកាន់ cell ទាំងអស់នៃ table យើងហ្នឹងបន្តមកខ្ញុំ right click លើរូបទី2មកអូខេ right click មកហើយខ្ញុំចូលទៅយកពាក្យថា change picture from this device តាមខ្ញុំចូលទៅកាន់ folder ដែលខ្ញុំទុករូបហ្នឹងអូខេខ្ញុំ import រូបណាមួយចូលទៅរូបនេះimport មកវាក្របហើយខ្សែវានៅប៉ុនគ្នាជាមួយនឹងរូបដើមអញ្ចឹងយើងអត់ចាំបាច់ចំណាយពេលវាទៅទាញទៅក្របវាឡើងវិញហើយទំហំវាក៏ស្មើគ្នាដែរដល់គេ3.11 គុណនឹង 2.96 ប៉ុនគ្នាប៉ុន្តែក្នុងករណីយើងចង់ឲ្យចាស់វាថាវាក្របមកវាអត់ចំប្លង់ស្អាតដែលយើងចង់បានយើងចេះកន្លែងក្របនេះមកហើយយើងទាញរូបហ្នឹងមកអត់ចំឲ្យយើងចង់បានមកប៉ុណ្ណឹងរួចរាល់យើងធ្វើដដែលសម្រាប់រូបផ្សេងៗទៀតអញ្ចឹងការ change picture នេះវាជួយសម្រួលការងារយើងឲ្យបានលឿនជាជាងការ import រូបចូលមកម្ដងមួយយើងត្រូវចាស់ទំហំហើយនឹង size វាឡើងវិញរហូតហ្នឹងណាអូខេតើទៀតយើងអត់ចង់ឲ្យឃើញ outline របស់ table ហ្នឹងយើង select table ទាំងអស់ហើយយើងចូលកន្លែង table design មក border នេះយើងយក no border ប៉ុណ្ណេះរួចរូបយើងទំហំប៉ុនគ្នាហើយតម្រៀបគ្នាស្មើស្អាតហើយយើងអត់ចាំបាច់ទៅទាញវាតម្រឹមវាម្ដងមួយវាចំណេញពេលបានច្រើនហើយវាស្អាតមានរបៀបរៀបរយអញ្ចឹងអាហ្នឹងជារបៀបដែលខ្ញុំធ្វើកន្លងមកហើយបើសិនទាំងអស់គ្នាមានរបៀបណាធ្វើងាយស្រួលនិងលឿនជាងហ្នឹងចាំជួយ comment នៅខាងក្រោមហ្នឹងផងហើយជួបគ្នានៅវីដេអូក្រោយបាយ